អ្នកទោសសង្គ្រាម PNLA 5 នាក់ត្រូវបានកងទ័ពភៀវរៈកនិងទាហានក្រមអាវ៉ាត់ PNO បាញ់សម្លាប់ផមាមីងក្លាបារណូ PDF វីដេអូជីស៊ូទីនដេមន្ត្រីព័ត៌មានមីយ៉ាន់ម៉ាបានតាក់ទងក្រុម PNLA លោកខុនរ៉ានយ៉ានបានប្រាប់កាសែតយ៉ាងកុនថាមថាពួកគេបានរកឃើញសាក្សីថាយោធានិងទ័ពភេវរៈក PNO បានបាញ់សម្លាប់ទាហាន PNLA ចំនួន5នាក់ដែលមានមូលដ្ឋាននៅទីក្រុងមុខមេខាងត្បូងនៃរដ្ឋឆាននៅថ្ងៃទី12ខែមករាឆ្នាំនេះទាហានរំដោះជាតិប៉ាអ៊ូចំនួន5នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលធ្វើសមរភូមិមួយនៅជិតភូមិធីសុសង្កាត់ស៊ីសែងភូមិខាងត្បូងនៃរដ្ឋឆានទាហាន PNLA ដែលត្រូវបានចាប់ខ្លួនទាំង5នាក់ត្រូវបានបាញ់សម្លាប់ដោយយោធានិងទ័ពភេវរៈក PNO ប៉ុន្តែ5នាក់មិនត្រូវបានសម្លាប់ក្នុងពេលតែមួយនោះទេម្នាក់ត្រូវបានសម្លាប់នៅកន្លែងផ្សេងគ្នាបន្ទាប់មកមន្ត្រីព័ត៌មានមីយ៉ាន់ម៉ាបាននិយាយថាទាំង4នាក់ត្រូវបានបាញ់ដោយដែលបានបង្ហាញនៅក្នុងកាសែតយ៉ាងកុនថាម PNLA បាននិយាយថាទោះបីជាខ្លួនបានចាប់សមាជិកនិងមន្ត្រីកងជីវពល PNO រហូតដល់ថ្នាក់មេដឹកនាំក៏ដោយប៉ុន្តែពួកគេមិនត្រូវបានធ្វើទរណកម្មឬសម្លាប់នោះទេពួកគេត្រូវបានឃុំខ្លួនតាមច្បាប់អ្នកទោសសង្គ្រាមហើយត្រូវបានដោះលែងប្រសិនបើមជ្ឈមណ្ឌលអក្សរសាស្ត្រនិងវប្បធម៌ប៉ាអ៊ូឬសមាគមព្រះសង្ឃប៉ាអ៊ូស្នើសុំយើងបានផ្ដល់ការព្យាបាលវិជ្ជសាស្ត្រដល់អ្នកទោសសង្គ្រាមដែលយើងបានចាប់បាននិងអនុញ្ញាតឲ្យពួកគេរស់នៅហើយថែមទាំងមិនបានចាត់ទុកពួកគេជាអ្នកទោសសង្គ្រាមនិងប្រព្រឹត្តអក្រិតកម្មបែបនេះទេវីដេអូដែលបង្ហោះនៅថ្ងៃទី2នេះគឺជាវីដេអូដែលមានអ្នកបាញ់នៅពីក្រោយខ្នងគឺជាបរិសុទ្ធឯកសណ្ឋានក្រុមប្រឹក្សាយោធាប៉ុន្តែយោងតាមសក្ខីកម្មរបស់អ្នកទោសសង្គ្រាមវាច្បាស់ណាស់ក្រុមប្រឹក្សាយោធានិងកងជីវពល PNO គឺជាមនុស្សដូចគ្នាដែលបានបាញ់សម្លាប់ពួកគេផុសតាំងដែលទទួលបានគឺបានរកឃើញនៅលើទូរស័ព្ទរបស់អ្នកទោសសង្គ្រាមដែលត្រូវបានចាប់ខ្លួនក្នុងអំឡុងធ្វើសង្គ្រាមហើយអ្នកទោសសង្គ្រាមដែលត្រូវបានចាប់ខ្លួននោះក៏បានសារភាពថាទាហានក្រុមប្រឹក្សាយោធានិងកងជីវពល PNO ជាអ្នកបាញ់សម្លាប់ជាមួយគ្នាសង្គ្រាមបច្ចុប្បន្នជាសង្គ្រាមដើម្បីប្រឆាំងរបបផ្ដាច់ការយោធាមីងអងលៀងមិនមែនជាបដិវត្តសម្រាប់ជនជាតិមួយក្រុមឬតំបន់មួយក្រុមនោះទេដូច្នេះសូមជ្រាបថាជំរំរបស់កងជីវពល PNO មិនត្រូវបានវាយប្រហារចាប់ខ្លួនឬសម្លាប់ដើម្បីកុំឲ្យជនជាតិប៉ាអ៊ូកាប់សម្លាប់គ្នាឯងបដិវត្តបច្ចុប្បន្នជាបដិវត្តដើម្បីប្រយុទ្ធប្រឆាំងនឹងរបបផ្ដាច់ការយោធាមីងអងលៀងដូច្នេះហើយបានជាយើងចូលរួមដំណើរការបដិវត្តដើម្បីប្រឆាំងនឹងរបបផ្ដាច់ការយោធាមកទល់ពេលនេះយើងមិនបានវាយប្រហារកងជីវពល PNO ទេប្រសិនបើយើងរៀនមេរៀនប្រវត្តិសាស្ត្របានល្អយើងមិនបានវាយប្រហារលើជំរំជីវពល PNO ចាប់ខ្លួនពួកគេឬសម្លាប់ពួកគេទាំងរស់នោះទេហេតុការណ៍នេះមុនពេលមានការប៉ះទង្គិចជាមួយក្រុមប្រឹក្សាយោធាកងជីវពល PNO បានចាប់ខ្លួននិងសម្លាប់ទាហាន PNLA ចំនួន5នាក់ដែលកំពុងត្រឡប់ទៅភូមិរបស់ពួកគេហើយបានទាញយកផលប្រយោជន៍ពីការចាប់ខ្លួននិងការសម្លាប់ទាំងនេះដើម្បីដោះដូរទៅនឹងការការពារការសម្លាប់ជនជាតិភាគតិចប៉ាអ៊ូជាមួយក្រុមប្រឹក្សាយោធាមីងអងលៀងមុនពេលមានចំនួនជាមួយក្រុមប្រឹក្សាយោធាកងជីវពល PNO ក៏បានចាប់ខ្លួននិងសម្លាប់សមមិត្តចំនួន5នាក់ដែលកំពុងត្រឡប់មកពីភូមិរបស់ពួកគេដែរទោះជាយ៉ាងណាពួកគេបានប្រើឧបទ្ទហេតុនេះជាលេសហើយឃុំខ្លួនពួកគេដើម្បីការពារពីការបង្ហូរឈាមក្នុងចំណោមប្រជាជនរបស់ពួកគេមិនបានសងសឹកតាមរបៀបសម្លាប់ហើយសម្លាប់វិញនោះទេកងជីវពលអាចមានមេដឹកនាំខ្លះមេដឹកនាំដែលមិនចង់សម្លាប់គ្នាក្នុងចំណោមប្រជាជនប៉ាអ៊ូនិងមេដឹកនាំដែលមិនចង់នៅក្រោមក្រុមប្រឹក្សាយោធាមីងអងលៀងប៉ុន្តែដោយសារកងជីវពល PNO ត្រូវបានគ្រប់គ្រងដោយក្រុមបកពួកដែលមិនមែនជាប៉ាអ៊ូដូច្នេះពួកគេធ្វើអ្វីតាមតែបញ្ជាពីក្រុមប្រឹក្សាយោធានិងចៅហ្វាយស្រុកតែប៉ុណ្ណោះ